រដ្ឋាភិបាលកម្ពុជាបាននិយាយនៅថ្ងៃពុធនេះថាខ្លួនកំពុងតស៊ូលើសមរភូមិការទូតទាំងក្នុងតំបន់និងអន្តរជាតិឲ្យជួយគ្រប់គ្រងបញ្ឈប់ការរំលោភបំពានពីសំណាក់យោធាថៃដើម្បីធ្វើយ៉ាងណាឲ្យជនភៀសសឹកខ្មែរទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញដោយគ្មានការរារាំងពីយោធាថៃនេះបើតាមការធ្វើបច្ចុប្បន្នភាពរបស់ក្រុមអ្នកនាំពាក្យរដ្ឋាភិបាលស្ដីអំពីការវិវត្តថ្មីៗនៃវិស័យការទូតដែលបានធ្វើឡើងនៅរាជធានីភ្នំពេញនាថ្ងៃទី14ខែមករាឆ្នាំ2026នេះអ្នកនាំពាក្យស្ដីទីនៃក្រសួងការបរទេសកម្ពុជាលោកចាន់រតនាបាននិយាយថាក្រសួងការបរទេសក៏ដូចជាស្ថានតំណាងប្រចាំនៅក្រៅប្រទេសទាំងអស់បានខិតខំប្រឹងប្រែងការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីនិងការពារសិទ្ធិរស់នៅស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរប្រឆាំងទៅនឹងការរំលោភបំពានពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃដែលបានរំលោភបំពានតំបន់មួយចំនួនក្នុងដែនអធិបតេយ្យកម្ពុជាក្នុងន័យនេះលោកបញ្យល់ថាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោកបន្តខិតខំជំរុញឲ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រនិងជួយអន្តរាគមន៍ដើម្បីឲ្យប្រជាជនកម្ពុជាភៀសសឹកទាំងអស់បានវិលត្រឡប់ទៅលំនៅឋាននិងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេឡើងវិញដោយសុវត្ថិភាពសេចក្តីថ្លៃថ្នូរនិងគ្មានការរារាំងលើសពីនេះលោកថាកម្ពុជាក៏បានស្វែងរកការគាំទ្រឲ្យភាគីថៃបញ្ឈប់វិធានការខុសច្បាប់នានាក្នុងចេតនានានាដើម្បីពង្រឹងការគ្រប់គ្រងដោយខុសច្បាប់លើទឹកដីខ្មែរផងដែរទន្ទឹមនឹងនេះយើងក៏បន្តជំរុញឲ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃដូចជាការរុះរើបំផ្លាញផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរារាំងប្រជាជនខ្មែរមិនឲ្យវិលត្រឡប់ចូលលំនៅឋានរបស់ខ្លួនវិញព្រមទាំងបញ្ឈប់រាល់វិធានការនានាក្នុងចេតនាពង្រឹងការឈរជើងដោយខុសច្បាប់នៅក្នុងភូមិស្រុករបស់កម្ពុជាដែលយោធាថៃបានប្រើកម្លាំងដណ្ដើមកម្មកាប់ហើយបែរមកសហការពន្លឿនការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃក្នុងការកំណត់ខ្សែព្រំដែនរវាងប្រទេសទាំងពីរដោយផ្អែកទៅលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកបើតាមលោកចាន់រតនាក្នុងគោលដៅនេះក្រសួងការបរទេសកម្ពុជាកំពុងបន្តធ្វើតាមច្រកផ្លូវជាទ្វេភាគីជាមួយប្រទេសថៃនិងប្រាស្រ័យទាក់ទងគ្រប់កម្រិតទាំងអស់ជាមួយបណ្ដាប្រទេសជាមិត្តទាំងអស់ដែលយកចិត្តទុកដាក់ស្ដារសន្តិភាពនិងស្ថិរភាពរវាងកម្ពុជានិងថៃក៏ដូចជាពិភពលោកទាំងមូលជុំវិញវិបត្តិនេះស្ត្រីម្នាក់ដែលកំពុងរស់នៅជំរំភេសឹកនៅវត្តនណ្ដាលក្រោយបង្ខំចិត្តរត់ចេញពីតំបន់បឹងត្រកួនឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យគឺកញ្ញាឡសុកប៉ាវធ្លាប់ប្រាប់ VOD ថាការរស់នៅក្នុងជំរំភេសឹកអ្វីត្បិតតែមានការឧបត្ថម្ភជាស្បៀងអាហារត្រីងៀតត្រីខកំប៉ុងនិងសាច់ក្រកជាដើមប៉ុន្តែថាបញ្ហាប្រឈមក៏មានច្រើនដែរដូចជាការបាត់បង់មុខរបរផ្ទះសម្បែងដីធ្លីជាដើមសម្រាប់ខ្ញុំនៅពេលវាបាត់បង់គ្រប់យ៉ាងទាំងដីផ្ទះទាំងមុខរបរទាំងកន្លែងរស់ស៊ីខ្ញុំមានអារម្មណ៍ថាខ្ញុំអស់សង្ឃឹមខ្ញុំអត់ដឹងចាប់ផ្ដើមពីចំណុចណាមកវិញទេបងហើយមកសួរថាឥឡូវនេះមានអារម្មណ៍ថាមិនដែរមានអារម្មណ៍ថាពិបាកខ្លាំងយ៉ាងណាកញ្ញាបង្ហាញការរីករាយបើរដ្ឋាភិបាលធ្វើឲ្យពួកគេអាចវិលត្រឡប់ទៅរស់នៅភូមិកំណើតឡើងវិញបានក្រោយថៃវាដណ្ដើមគ្រប់គ្រងជុំវិញការឈ្លានពានរបស់ថៃរយៈពេល21ថ្ងៃមកនេះរដ្ឋាភិបាលអះអាងថាមានពលរដ្ឋខ្មែរយ៉ាងតិច33នាក់បានស្លាប់ជិត100នាក់រងរបួសនិង70,000នាក់បានភៀសសឹកប៉ុន្តែបើគិតថ្ងៃទី14ខែមករាឆ្នាំ2026ក្រសួងមហាផ្ទៃបញ្ជាក់ថានៅមានពលរដ្ឋភៀសសឹកជាង15,000នាក់ទៀតកំពុងបន្តស្នាក់នៅក្នុងជំរំភៀសសឹកនៅឡើយខណៈយោធាថៃកំពុងបន្តសកម្មភាពឈូសឆាយកំទេចផ្ទះពលរដ្ឋនិងធ្វើសំណង់រឹងលើដីខ្មែរដែលថៃដណ្ដើមបានសម្រាប់តំណាងរាស្ត្រគណៈបកប្រឆាំងដែលមានជំនាញកិច្ចការព្រំដែនលោកអ៊ុំសំអានយល់ឃើញផ្ទុយពីនេះលោកថាកម្ពុជាមិនអាចទាមទារដីខ្មែរចំនួន35ទីតាំងដែលថៃវាដណ្ដើមយកថ្មីបានត្រឡប់មកវិញបានទេដែលគ្រាន់តែស្នើសុំនឹងអំពាវនាវទៅសហគមន៍អន្តរជាតិតែមិនព្រមប្តឹងថៃទៅកាន់តុលាការអន្តរជាតិនោះបើចង់បានទឹកដីនឹងមកវិញជំរើសមានតែមួយទេគឺប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយនឹងប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ដែលមានប្រទេសបារាំងនិងប្រទេសឥណ្ឌូនេស៊ីជាសហប្រធានអានឹងទៅអាចទាមទារទឹកដីបានមកវិញបើសិនជាអត់ប្តឹងនោះទេគ្រាន់តែអំពាវនាវស្នើសុំឲ្យចរចាទ្វេភាគីទឹកដីហ្នឹងគឺ 100% បាត់បង់ទៅខាងភាគីថៃហើយមិនអាចទាមទារបានមកវិញនោះទេក្នុងន័យនេះលោកគូបញ្ជាក់ថាការឈ្លានពានរបស់ថៃប្រៀបបាននឹងចោលប្លន់ដែលកម្ពុជាជាម្ចាស់ទ្រព្យហើយម្ចាស់ទ្រព្យបែរជាមិនប្តឹងចោលហើយទៅសុំការចរចាឬសុំការយោគយល់ពីចោលពិតណាស់ចោលមិនឲ្យទ្រព្យសម្បត្តិនោះមកខ្មែរដែលជាម្ចាស់ទ្រព្យវិញនោះទេយ៉ាងណាតំណាងរាស្ត្រពីបកប្រឆាំងរូបនេះសង្កត់ធ្ងន់ថាការធ្វើឲ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង
ជាទង្វើក្បត់ជាតិដែលមេដឹកនាំត្រូវបង្ហាញការទទួលខុសត្រូវចំពោះពលរដ្ឋ បើសិនបើខ្លួនឯងអត់មានសមត្ថភាពទាមទារទឹកដីហ្នឹងមកវិញអាហ្នឹងសុំទោសប្រជាប្រដ្ឋទៅហើយសុំលាលែងពីតំណែងទៅឲ្យមានរណនថ្មីដែលគេមានសមត្ថភាពអាចទាមទារទឹកដីហ្នឹងបានមកវិញឲ្យគេកាន់អំណាចតទៅទៀតហ្នឹងប្រជាប្រដ្ឋគាត់មិនថាទេប៉ុន្តែនៅពេលនេះគឺលោកហ៊ុនម៉ាណែតគឺអត់បានបកស្រាយបញ្យល់ប្រជាប្រដ្ឋថាទាមទារទឹកដីហ្នឹងបានរបៀបម៉េចពីថៃមកវិញនោះទេ ការលើកឡើងរបស់លោកអ៊ុំសំអានហាក់ស៊ីគ្នាទៅនឹងការចុះផ្សាយរបស់កាសែតថៃថ្មីនេះដែរខណៈដែលថៃបន្តបដិសេធសំណើកម្ពុជាដែលស្នើសុំប្រជុំមន្ត្រីជំនាញកិច្ចការព្រំដែនក្រោយមានបទឆុបបាញ់ថ្មីរវាងកម្ពុជាថៃនៅថ្ងៃទី27ខែធ្នូក្រោយថៃធ្វើសង្គ្រាមឈ្លានពានចំនួន21ថ្ងៃមកនេះសារព័ត៌មានថៃ The Nation បានចុះផ្សាយនៅថ្ងៃទី12ខែមករាឆ្នាំ2026នេះថាក្រសួងការបរទេសថៃនឹងប្រើពេលមួយដើម្បីឲ្យយោធារបស់ខ្លួនពន្លឿនកសាងហេដ្ឋារចនាសម្ព័ន្ធធ្វើលេនដ្ឋានធ្វើផ្លូវបេតុងនិងកសាងគ្រឹះពុទ្ធសាសនានៅទីតាំងទាំងអស់ដែលថៃវាដណ្ដើមបានដោយអះអាងទីតាំងនោះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនយ៉ាងណានាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរនៅអូស្ត្រាលីលោកសេងវ៉ាន់លីយល់ថាថៃនឹងមិនប្រគល់ដីខ្មែរមកឲ្យខ្មែរវិញទេបើមេដឹកនាំកម្ពុជាមិនប្តឹងថៃទៅតុលាការអន្តរជាតិ ICJ ប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស$23និងអង្គការសហប្រជាជាតិនោះទេលោកសង្កត់ធ្ងន់ថាបើមេដឹកនាំកម្ពុជាបច្ចុប្បន្នមិនអាចការពារទាមទារទឹកដីខ្មែរដែលថៃឈ្លានពានកន្លងមកវិញបាននោះទេមេដឹកនាំកម្ពុជាត្រូវទទួលខុសត្រូវចំពោះមុខប្រជាជាតិគឺទោសក្បត់ជាតិយ៉ាងណាលោកវ៉ាន់លីនៅតែទទូចឲ្យមេដឹកនាំកម្ពុជាត្រូវពន្លឿនប្តឹងថៃទៅតុលាការអន្តរជាតិដើម្បីទាមទារដីខ្មែរមកវិញបើពុំដូច្នេះទេរដ្ឋាភិបាលកម្ពុជានឹងរងការស្ដីបន្ទោសពីមហាជនខ្មែរតជំនាន់